ពេលយើងវាយពងដាក់ស្ករហើយនឹងដាក់អំបិលបន្តិចហើយនឹងត្រេះគោះស្រស់រួចរាល់ហើយយើងវាយឲ្យវារលាយស្ករអស់ហើយយើងដាក់ជាមួយនឹងម្សៅនំខេកមេស្ពងជែល baking powder ចាក់ចូលគ្នាបន្ទាប់មកយើងវាយវាដាក់លេខទៀបសិនហើយវាយបានប្រហែលកន្លះនាទីគឺយើងចាប់ផ្ដើមដាក់លេខ3មកវាយយើងវាយបែបនេះរហូតតតែម្សៅយើងឡើងខាប់បែបនេះបងប្អូនអញ្ចឹងវាអាច1/3នៃសាច់ម្សៅយើងដាក់ដំបូងអញ្ចឹងលំហាត់ឡើងវានេះបងចុងក្រោយគឺយើងដាក់ប្រេងឆាគឺយើងបញ្ចុះមកវិញគឺយើងវាយលេខ1ហើយបានយើងចាក់ប្រេងឆាចូលចាកូរប្រហែលជា1នាទីឲ្យវាសព្វល្អបន្ទាប់មករួចរាល់គឺយើងចាក់ចូលត្រេនេះយើងយកយើងគីវាឲ្យស្មើចាដើម្បីឲ្យនំយើងឡើងមកវាស្មើគ្នាបានល្អគីតទៅសាច់ម្សៅហ្នឹងវាស្មើគ្នានៅលើត្រេហ្នឹងបងប្អូនមានត្រេដាក់ក៏បានឬបងប្អូនចាក់នៅផ្ទះដាក់ស្តូក៏បានបំអ្វីផ្សេងក៏បានដែរឲ្យតែយើងអាចយកមកដុតជាមួយនឹងភ្លើងបានដែកចានដែលមានដែកអីហ្នឹងភេទដែកហ្នឹងគឺយើងយកទៅប្រើបានហើយលើចានថ្មបើចានថ្មដល់កើតទេដុតទៅប្រេះចានបែកមកយើងព្យាយាមគៀតតែស្មើចាឥឡូវយើងគៀរួចរាល់ហើយអញ្ចឹងកម្ដៅដុតខាងលើខ្ញុំដាក់160កម្ដៅខាងក្រោមខ្ញុំដាក់160ដែរចាអញ្ចឹងបើយើងដាក់ដុត10នាទីហើយគឺយើងមកឆែកសាច់នំចាយើងយកឈើចាក់ធ្មេញមកចាក់មកបើសិនជាឈើចាក់ធ្មេញហ្នឹងដកមកវាអត់មានជាប់សាច់នំទេមានន័យថានំយើងបានឆ្អិនរួចរាល់ហើយ